បច្ចុប្បន្ននេះទូរស័ព្ទគឺដូចជាកាបូបលុយរបស់យើងអញ្ចឹងសូម្បីតែកាហ្វេមួយកែវក៏យើងទូទាត់ជាមួយនឹង app របស់ធនាគារដែរហេតុនេះហើយបានជាធនាគារ J Trust Royal បាននាំមកនូវមុខងារសុវត្ថិភាពថ្មីមួយនៅក្នុង JTR Mobile App នៅពេលដែលបងប្អូនចូលទៅប្រើប្រាស់គណនីរបស់ខ្លួនលើកដំបូងហើយមុខងារនេះវាធានាថាក្រៅពីបងប្អូនដែលជាម្ចាស់គណនីហ្នឹងមិនមាននរណាផ្សេងអាចបន្លំចូលទៅប្រើប្រាស់បាននោះទេនៅពេលដែលបងប្អូនបើកដំណើរការគណនីនៅលើ JTR Mobile App បងប្អូនគ្រាន់តែចុចពី Activate រួចបំពេញថ្ងៃខែឆ្នាំកំណើតលេខទូរស័ព្ទចុចសញ្ញា Tick ហើយចុច Next កម្មវិធីនឹងតម្រូវឲ្យបងប្អូនផ្ទៀងផ្ទាត់ឯកសារសម្គាល់ខ្លួនដែលមានដូចជាអត្តសញ្ញាណប័ណ្ណឬក៏ passport ក៏បានដែរបន្ទាប់មកសូមចុច Next រួចបង្ហាញឯកសាររបស់យើងឲ្យចំកាមេរ៉ានោះកម្មវិធីនឹងកំណត់យកទិន្នន័យរបស់យើងដោយស្វ័យប្រវត្តិដូច្នេះសូមចុច Continue បន្ទាប់មកយើងត្រូវការ scan មុខមួយទៀតអញ្ចឹងបងប្អូនសូមចុច Next រួចបង្ហាញមុខឲ្យចំកាមេរ៉ាបន្ទាប់មកបងប្អូនចុច Continue បន្ទាប់មកសូមបងប្អូនបង្កើតលេខសម្ងាត់ផ្ទាល់ខ្លួន6ខ្ទង់ហើយចុច Continue បន្ទាប់មកយើងបំពេញលេខសម្ងាត់នឹងឡើងវិញម្ដងទៀតដើម្បីប្រកាសថាយើងចាំមកដល់ចំណុចនេះបើសិនជាបងប្អូនចង់ប្រើមុខងារ scan ខ្ចៅដៃឬក៏ scan មុខបងប្អូនអាចចុច Enable បានដើម្បីឲ្យកាន់តែមានភាពងាយស្រួលបន្ទាប់មកយើងគ្រាន់តែ scan ខ្ចៅដៃរបស់យើងទៅជាការស្រេចហើយមានមុខងារសុវត្ថិភាពមួយទៀតដែលបងប្អូនគួរតែបើកដែរនោះគឺមុខងារ scan ខ្ចៅដៃរាល់ពេលធ្វើប្រតិបត្តិការអញ្ចឹងបងប្អូនអាចបើកបានដោយគ្រាន់តែចុចលើ profile របស់យើងបន្ទាប់មកបងប្អូនចុចលើពាក្យ Transaction with Fingerprint បន្ទាប់មកសូមជ្រើសរើសទំហំប្រតិបត្តិការឧទាហរណ៍$100បន្ទាប់មកបងប្អូនចុច Tick ហើយចុច Turn On បន្ទាប់មកយើងវាយលេខកូដ6ខ្ទង់របស់យើងចូលជាការស្រេចចំពោះបងប្អូនដែលមានគណនីប្រាក់ដំណើរការឬក៏ Dormant Account បងប្អូនអាចបើកដំណើរការឡើងវិញបានដោយចុចលើពាក្យ Reactivate Your Account រួចធ្វើប្រតិបត្តិការផ្ទេរប្រាក់ចូលគណនីនោះនឹងដំណើរការឡើងវិញដោយបងប្អូនមិនចាំបាច់ធ្វើដំណើរទៅកាន់សាខាធនាគារនោះទេម្យ៉ាងវិញទៀតដើម្បីទទួលបានសារដំណឹងពាក់ព័ន្ធទៅនឹងប្រតិបត្តិការក៏ដូចជា promotion ផ្សេងៗសូមបងប្អូនចូលទៅកាន់ app setting របស់បងប្អូនហើយចុចយក Manage Notification និងបើក Allow Notificationsដូច្នេះសូមបងប្អូនកុំភ្លេចចូលទៅ download JTR Mobile App ថ្មីដែលមានទាំងនៅលើ Play Store និង App Store ដើម្បីទទួលបានការប្រើប្រាស់ប្រកបដោយភាពងាយស្រួលទំនុកចិត្តនិងសុវត្ថិភាពខ្ពស់បំផុត